នាងសុងតើអ្នកកំពុងធ្វើអ្វីអ្នកមកតាន់ពេលក្រោយការស្លាប់របស់អ្នកស្រុកម្ចាស់ផ្ទះគូផលិតក្នុងរយៈពេលមួយខ្សែការពារសម្រាប់ឯកសារបញ្ជាក់របស់ហេស៊ីថ្ងៃនេះគឺជាថ្ងៃចុងក្រោយត្រូវតែបញ្ជាក់ប្តីខ្ញុំមិនស្លាប់ទេតើអ្នកចង់ឲ្យខ្ញុំបញ្ជាក់អ្វីខ្លះលោកលីសូមស្ងប់ចិត្តអ្នកមិនអាចជ្រៀតជ្រែកជាមួយដំណើរទស្សនកិច្ចមិនស្លាប់ទេហេតុអ្វីបានជាអ្នកចង់ឲ្យខ្ញុំដាក់សម្ភារៈមរណៈនេះគឺខុសច្បាប់ចម្រៀងថៃមិនភេទរបស់ប្តីអ្នកស្ទើរតែប្រែទៅជាភេទវាមិនអីទេប្រសិនបើអ្នកមិនអនុញ្ញាតឲ្យគាត់សូម្បីតែពិភពពិតក៏មិនឲ្យវារួចដែរតើអ្នកពិតជាស័ក្តិសមនឹងនាងមែនទេនៅតែបែបនេះដានរបស់នាងមានគ្រប់ទីកន្លែងស្លាប់ហើយសូមទុកពេលឲ្យខ្ញុំមួយខែទៀតខ្ញុំពិតជានឹងយកវាមកវិញសូមកុំលុបទំនុកចិត្តរបស់គាត់តើតែខ្ញុំអាចរស់បានអ្នកនាងសុងដឹងថាអូនពិបាកចិត្តប៉ុន្តែមនុស្សស្លាប់មិនអាចរស់ឡើងវិញអ្នកគួរទុកខ្លួនឯងទៅយើងបានស្វែងរកសេងឆេងយូរមកហើយប៉ុន្តែនៅតែរកមិនដល់ពេលអ្នកឃើញការពិតហើយលោកលីហើយរថយន្តសង្គ្រោះបន្ទាន់ជំរាបសួរនាយកខ្ញុំបានផ្ដល់ព័ត៌មានលម្អិតអំពីគម្រោងអ៊ុនកៃរួចហើយផ្ញើជូនអ្នកទាំងអស់គ្នាគម្រោងកលូតលើវេគឺដូចឈ្មោះដែលបានបង្ហាញគឺដើម្បីលើកកម្ពស់បច្ចេកវិទ្យាសេមីកូនដុកតទៅកាន់ពិភពលោកចុះពេលនេះមេធាវីជំនាញរាងកាយអឹមស្បានលីយ៉ូប្រទេសយើងនៅតែស្ថិតក្នុងដំណាក់កាលបឋមនៅឡើយប៉ុន្តែយោងតាមទិន្នន័យខាងលើរបស់ខ្ញុំអាចនាំពួកយើងបានបច្ចេកវិទ្យាសេមីកូនដុកតបឋមក្នុងស្រុកដែលមានស្រាប់ខ្លាយជាមនុស្សចាស់ក្នុងជំហានមួយហើយផ្សព្វផ្សាយវាទៅកាន់ពិភពលោកទាំងមូលលោកលីនចុះរឿងខាងលើគឺជាខ្លឹមសារជាក់លាក់នៃគម្រោងអ៊ុនកៃអស្ចារ្យណាស់សូមអរគុណចំពោះគម្រោងការខូចខាតលើពុករបស់លោកលីវរេនគេប្រាក់ចំណេញរបស់ក្រុមហ៊ុនយើងក្នុងត្រីមាសនេះកើនឡើង58លោកលីនលឿនពេកហើយខ្ញុំត្រូវចំណាយ8ទូដើម្បីជួលលោកខ្ញុំឃើញវាមិនគ្រប់គ្រាន់ទេមិនអីទេកិច្ចប្រជុំថ្ងៃនេះបញ្ចប់នៅទីនេះអ្នកទាំងអស់គ្នាទៅធ្វើការរបស់អ្នកជាមុនសិនវ៉ាន់ចេនជាសំណាងល្អដែលអ្នកនៅទីនោះយើងប្រើប្រាស់បច្ចេកវិទ្យាពាក់កណ្ដាលរាងកាយចុងក្រោយកាន់កាប់ពាក់កណ្ដាលនៃទីផ្សារក្នុងប្រទេសគ្មានការភ្ញាក់ផ្អើលនិងពង្រីកទៅទីផ្សារក្រៅប្រទេសនៅខែក្រោយគ្រាន់តែទុកវាឲ្យអ្នកដើម្បីចរចាកិច្ចសហខ្ញុំទទួលខុសត្រូវតែផ្នែកបច្ចេកត្រូវហើយខ្ញុំមានរឿងចង់សុំជំនួយខ្ញុំចង់សុំបងធ្វើជាគូដណ្ដឹងខ្ញុំមិនមានគម្រោងរៀបការថ្មីនេះទេយ៉ាងម៉េចតើអ្នកគិតថាខ្ញុំជាកូនស្រីរបស់ដាងលីនសេការូបទេមិនសមនឹងអ្នកទេវាជាហ្គេមផ្ទាល់ខ្លួនរបស់ខ្ញុំតាមគំនិតខ្ញុំបើអ្នកមិនចូលក្នុងវាំងនៃការរៀបការអ្នកមិនចូលទៅក្នុងវាំងរបស់ឪពុកម្ដាយនោះក៏អាស្រ័យលើអ្នកដែលអ្នកតាមដានដែរតើអ្នកចង់សម្លាប់មនុស្សគ្រប់គ្នាដោយដំបងមួយទេកាលពីមុនលីសេវៀនស្រឡាញ់គ្នាខ្លាំងដូចគាត់ដែរប៉ុន្តែគាត់ក្បត់ខ្ញុំនៅទីបញ្ចប់កំហុសដូចគ្នាសេចក្តីស្លាប់ជាមេរៀនអ្នកមិនសមនឹងធ្វើវាម្ដងទៀតទេសុំទោសខ្ញុំគ្រាន់តែសន្យាថានឹងសហការជាមួយអ្នកខ្ញុំមិនលួចខ្លួនឲ្យអ្នកទេឈប់មានមនោសញ្ជាតិណាទៀតទៅតាមពិតវាគឺជាឪពុករបស់ខ្ញុំដែលបានបង្ខំខ្ញុំឲ្យរៀបការជាមួយកូនប្រុសច្បងនៃគ្រួសារសតេវេជូបបើមិនដូច្នេះទេរាល់ការវិនិយោគដែលបានផ្ដល់ឲ្យយើងនឹងត្រូវបានយកមកវិញគម្រោងកូលូតស៊ីទើបតែចាប់ផ្ដើមការវិនិយោគនៅពេលនេះគឺជាបញ្ហាដ៏ធំមួយសម្រាប់ពួកយើងដូច្នេះខ្ញុំត្រូវការអ្នកណាម្នាក់ធ្វើសកម្មភាពជាមួយខ្ញុំប៉ារបស់ខ្ញុំគិតថាខ្ញុំមិនបានរកមិត្តប្រុសច្រើនឆ្នាំមកហើយខ្ញុំត្រូវតែរក្សាលំនឹងគាត់ជាមុនសិនអ្នកបានចុះហត្ថលេខាលើកិច្ចសន្យានេះប្តីប្រពន្ធដែលនៅជាមួយខ្ញុំបាន3ខែរងចាំរហូតដល់ផែនការបំផ្លាញពុកត្រូវបានបញ្ចប់យើងនឹងរំលាយទំនាក់ទំនងជាផ្លូវការយល់ព្រមខ្ញុំយល់ព្រមលោកជំទាវភ្ញាក់ហើយឬនៅកូនខ្ញុំលោកជំទាវកុំបារម្ភកុមារត្រូវបានសង្គ្រោះប្រសិនបើកូនមិនរស់នៅដោយគ្មានខ្ញុំទេគាត់នឹងមិនអាចរស់បានទៀតទេប៉ុន្តែគ្រូពេទ្យបាននិយាយអ្នកគួរតែយកចិត្តទុកដាក់លើអារម្មណ៍និងរាងកាយរបស់កូនទើបតែអាយុ3ខែមិនអាចទ្រាំទ្រនឹងបញ្ហាធំបែបនេះបានទេវាជាម្ដាយរបស់អ្នកដែលធ្វើឲ្យអ្នកមានបញ្ហាប៉ុន្តែនៅពេលដែលខ្ញុំគិតពីឪពុករបស់អ្នកជំនួយការលោកស្រីហ៊ុយបាននិយាយអ្នកនៅតែមានបញ្ជីទិញសេមីកូនដុកតដ៏ធំមួយដែលត្រូវរៀបចំក្រុមហ៊ុនត្រូវការអ្នកក្មេងក៏ត្រូវការអ្នកដែរប្រសិនបើអ្នកដួលរលំតើលោកត្រឡប់មកវិញនៅថ្ងៃណាតើអ្នកអាចធានាគាត់ដោយរបៀបណាវាជាកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំនិងជីហេងខ្ញុំមិនអាចឲ្យនាងបារម្ភបានទេហើយជំនួយការហ៊ុយសូមឲ្យគាត់ផ្ញើឯកសារគម្រោងសេមីកូនដុកតផ្ញើមកខ្ញុំត្រូវតែឈ្នះកិច្ចសហប្រតិបត្តិការនេះ
ទោះបីវាសម្ដែងនៅចំពោះមុខឪពុកអ្នកក៏ដោយមិនចាំបាច់ធ្វើបែបនេះទេរក្សាសម្លេងរបស់អ្នកចុះគាត់មានគូស្នេហ៍ដែលមិនចែកចង់ផ្ទះខ្ញុំពោពេញដោយការសម្ដែងរបស់ប៉ាខ្ញុំអ្នកត្រូវតែផ្ដល់ឲ្យខ្ញុំនៅការសម្ដែងដ៏ល្អភ្លាមហេតុអ្វីបានជាអ្នកអាចកំបាំងម្លេះមិនដឹងថាខ្ញុំចូលចិត្តរៀនសេងសៀវមានការសម្រាប់ជាច្រើនក្នុងការប្រជុំឃើញវីដេអូអ្នកដុសក្អែភពផែនដីខ្ញុំបានទិញរបស់ទាំងនេះសម្រាប់អ្នកហើយនេះអ្នកមើលចេញពីកែវៀតនេះទីតាំងនៅរយៈតឹង52ដឺក្រេខាងជើងនោះជាអាចផ្កាយដែលខ្ញុំបានទិញសម្រាប់អ្នកខ្ញុំដាក់ឈ្មោះវាថាវៀងឆេនខ្ញុំសូមជូនពរឲ្យអ្នកបញ្ចប់ដោយរីករាយកូនរីករាយទិញខ្សែតូចទៀមទាយ៉ាងហោចណាស់9ខ្ទង់ហេតុអ្វីបានជាអ្នកចំណាយលុយរបស់អ្នកទៅកន្លែងបែបនេះជាការពិតណាស់ខ្ញុំនឹងផ្ដល់រង្វាន់បានបង្កើតតម្លៃដ៏អស្ចារ្យបំផុតសម្រាប់ក្រុមហ៊ុនខ្ញុំបង្កើតតួលេខត្រឹមតែ9សម្រាប់អ្នកសរុបអ្នកទើបតែប្រើលុយទិញភពផែនដីឲ្យខ្ញុំតើនេះជារបៀបដែលស្ត្រីច្បងរបស់អ្នករៀបចំខ្លួនកន្នីកុំខឹងអីវៀងឆេនរងចាំរហូតដល់យើងចាប់ផ្ដើមគម្រោងយូនហៃនោះជាអត្ថប្រយោជន៍ពេញមួយជីវិតឆ្លងខ្ទង់11ខ្ទង់នេះពេលនោះខ្ញុំនឹងពឹងអ្នកឲ្យជួយខ្ញុំក្នុងវ័យចាស់ខ្ញុំមិនខ្វល់នឹងអ្នកទេតើអ្នកអាចធ្វើការងារបណ្ដោះអាសន្នឲ្យពួកយើងបានដោយរបៀបតើខ្ញុំស្គាល់អ្នកយូរប៉ុណ្ណាហេតុអ្វីបានជាអ្នកធ្វើបែបនេះសម្រាប់ខ្ញុំអ្នកសមនឹងទទួលបានវាអ្នកគឺជាពិភពលោកបរិសុទ្ធតែម្នាក់ដែលស័ក្តិសមនឹងខ្ញុំ